ការវាមុនខ្ញុំមកបង្ហាញជាមួយនឹង tractor 6610S អញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញជាមួយនឹង tractor 7610S ចង់ដឹងថា tractor 7610S ហ្នឹងគឺមានរូបរាងបែបណាតោះមើលទាំងអស់គ្នានេះបង 7610S មានទូបូណានេះធម្មតាបងកញ្ញាខ្ពស់ជាងខ្ញុំទៀតបើយកខ្ញុំទៅប្រៀបមួយ tractor វិញបើ tractor ឡើងប៉ុណ្ណេះណាត្រូវអត់នេះបងខ្ញុំនឹងបើកផ្នែកកាប៊ីនខាងមុខឲ្យបងមើលថាតើខាងក្នុងហ្នឹងវាមានអីគេខ្លះឃើញអត់បងពេលដែលយើងបើកកាប៊ីនខាងមុខទៅគឺយើងអត់ចាំបាច់ប្រឹងបើកទេគ្រាន់តែបើកកលឹះរបស់វាទៅគឺវាបើកដោយស្វ័យប្រវត្តិតែម្ដងនៅខាងក្នុងនេះខ្ញុំនឹងមកប្រាប់ពីចំណុចមួយរបស់ផ្នែកកាប៊ីនខាងមុខចាឥឡូវដំបូងគឺបងមកមើល air សិនដោយសារ tractor នេះគឺយើងមានសំបុក air ដល់ទៅ2តង់គេហៅ air smooth ដែរបងនេះនេះបើបងមើលណានេះ air ធំរបស់យើងណានេះផ្នែក air ធំហើយខាងក្នុងនេះបងខាងក្នុងគឺមាន air មួយតង់ទៀតហើយ air របស់ tractor 7610S នេះគឺវាខុសពីបងឃើញ air ពីមុនមកចឹងណាបងយើងមានកញ្ច្រែងស្អំតាក់បោក៏យើងមានហើយកញ្ច្រែងស្អំប្រអប់លេខក៏យើងមានដែរនេះបងណាអាចចេញមើលបានដែលធ្វើឲ្យtractorរបស់យើងពេលប្រើយូរទៅវាមិនសូវឡើងកម្ដៅអញ្ចឹងណាតែបងមកមើលជ្រិចថាខ្ញុំនឹងបង្ហាញអីគេនេះបងតម្រង់ចម្រោះប្រេងម៉ាសូតដំណាក់កាលចម្រោះទឹកសម្រាប់តម្រង់ចម្រោះនេះគឺយើងមានបំពាក់ប្រព័ន្ធភ្លើងអំពូមីនៅពេលដែលមានទឹកដក់នៅក្នុងតម្រង់ប្រេងម៉ាសូតហ្នឹងគឺវានឹងលោតព័ត៌មានទៅលើតាប់ឡូនៅខាងលើបន្ទាប់ពីមានតម្រង់ចម្រោះទឹកហើយគឺវាមានប្រព័ន្ធរត់មកដល់តម្រង់ចម្រោះប្រេងម៉ាសូតដែរដើម្បីធ្វើឲ្យtractorរបស់យើងធ្វើការបានល្អហើយមានអាយុកាលបានយូរអង្វែងអញ្ចឹងណាអំពូមីឥឡូវខ្ញុំនាំអំពូមីឡើងទៅលើខាងtractorម្ដងថាតើនៅខាងលើវាទៅលេខបែបណាតោះឡើងមកជាមួយខ្ញុំដំបូងយើងកាន់កន្លែងនេះបងហើយនេះកន្លែងនេះហើយយើងជន់អញ្ចឹងមកហើយយើងឡើងលើមកខ្ញុំចង់អំពូមីបដោតទៅលើកៅអីដោយសារតែកៅអីក៏វាជួយឲ្យអំពូមីឬក៏បងតកងហ្នឹងអង្គុយទៅវាស្រួលខ្លួនដែរអញ្ចឹងណាសម្រាប់កៅអីtractor New Holland របស់យើងគឺពូគឺវាតុនមែនតើហើយអង្គុយយូរទៅអត់ចុកគូទេខ្ញុំអង្គុយបងមើលណាចាឃើញអត់គឺវាតុនហើយវាងាយស្រួលហើយណាមួយវាទលីទៀតសម្រាប់អំពូមីនិងបងដែលគាត់ចង់បានtractorធំយកទៅធ្វើការងារធ្ងន់ណាគឺអាចជ្រើសរើសជាមួយនឹងtractorកម្លាំង110សេសនឹងបានពូtractorនេះគឺវាធំអញ្ចឹងបដោតទៅលើការងារធ្ងន់មែនតើចឹងថាtractor 110សេសហ្នឹងមានរូបរាងបែបណាមានចំណុចអីគេខ្លះតោះទៅមើលទាំងអស់គ្នា